អ្នកខ្លះរៀនខ្ពស់ខ្ពស់គួរសមដែរប៉ុន្តែនៅពេលដែលគាត់ជួបបញ្ហាអីតិចតួចអ្វីដែលគាត់គិតដូចមេឃរលំភ្នំរលាយអញ្ចឹងមុខសែតខ្លួនលែងចង់អង្គើមើលកាយវិការហ្នឹងដូចរងាប់មកពេចអញ្ចឹងអាហ្នឹងគឺស្ថានភាពរបស់គាត់ប៉ុន្តែនៅពេលដែលខ្ញុំគិតពេលដែលខ្ញុំឃើញអញ្ចឹងក្នុងចិត្តខ្ញុំបងប្អូនខ្ញុំនិយាយពាក្យសិនក្នុងចិត្តពាក្យសិនក្នុងចិត្តវាមិនដែលសុភាពប្រហែលទេខ្ញុំគិតក្នុងចិត្តខ្ញុំថាមិនពិបាកអីទេហើយគាត់ថាมันអាចទៅមិនរួចធ្វើមិនកើតអ្នកខ្លះគ្រាន់តែម៉ែឪនិយាយឲ្យតិចតួចអ្នកខ្លះគ្រាន់តែខ្វះលុយតិចតួចធ្វើដោយរងាប់មកពេកធ្វើដោយពិភពលោកនឹងរលាយឥឡូវហ្នឹងអញ្ចឹងហើយគាត់ថាគាត់មិនអាចផ្លាស់ប្ដូរខ្លួនគាត់បានទេគាត់និយាយច្រើនជាងហ្នឹងទៀតប៉ុន្តែខ្ញុំសង្ខេបមកប៉ុណ្្នឹងទៅចប់ពេលដែលខ្ញុំស្ដាប់អញ្ចឹងហើយខ្ញុំមើលគីឡូគាត់ខ្ពស់ជាងមនុស្សមួយក្រុមទៀតហើយខ្ញុំនឹកក្នុងចិត្តខ្ញុំថាអានេះចោលមកសៀតសោះវាផ្លាស់ប្ដូរជីវិតវាកើតអានេះអត់បានការសោះពីមុនបើឥឡូវមើលវាអ្នកណាគេទៅសើវាដែរទ្រព្យសម្បត្តិក៏មានកិត្តិយសក៏មានសុខភាពវាក៏ល្អហើយគេទៅសើវាច្រើនណាស់ខ្ញុំថាអានេះចោលមកសៀតសោះអានោះអត់បានការសោះមិនក៏គេផ្លាស់ប្ដូរកើតហើយឯងនឹងស្អីបងប្អូនឃើញនៅពេលដែលខ្ញុំឃើញមនុស្សដែលយើងនិយាយថាមនុស្សចោលមកសៀតមនុស្សអត់បានការពេលខ្លះឪពុកម្ដាយគាត់សឹងបោះបង់សើកាត់ការចោលហើយខ្ញុំឃើញបុគ្គលទាំងអស់ហ្នឹងគឺគាត់មានការផ្លាស់ប្ដូរជីវិតបុគ្គលទាំងអស់ហ្នឹងហើយដែលជា motivation សម្រាប់ខ្ញុំមានន័យថាបើគេចោលមកសៀតសោះគេក៏ផ្លាស់ប្ដូរជីវិតរបស់គេបានគេចោលមកសៀតសោះគេក៏អាចធ្វើខ្លួនគេផ្លាស់ប្ដូរខ្លួនគេមកមានប្រយោជន៍បានហើយជួយយើងនឹងស្អីយើងនឹងមានតនចោលមកសៀតណាយើងមានតនអត់បានការឯណាយើងនេះរៀនបានខ្ពស់ជាងគេផងមកពីតកូលគ្រួសារដែលមានជីវភាពធូរធារជាងគេផងអាយើងនិយាយកំពុងជិះម៉ូតូទេកំពុងជិះឡានទេអានោះអត់មានកង់ជិះទេនោះ